សួស្តីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំនៅមាត់ទន្លេភ្នំពេញយើងហើយថ្ងៃនេះខ្ញុំមកតេស្ត Gen Z ទាំងអស់គ្នាចង់ដឹងថាតើពួកគាត់ដឹងច្បាស់ពីពិធីបុណ្យចូលឆ្នាំខ្មែរអត់ទៅមើលមួយខ្ញុំថាតើ Gen Z យើងបានលុយម្នាក់ប៉ុន្មានខ្លះចំពោះការលេងហ្គេមបងប្អូនដៃអូនឲ្យអូនមកចូលរួមលេងហ្គេមមួយឥឡូវបងសូមប្រាប់ពីលក្ខខណ្ឌសិនសំណួរដែលបងសួរបងនឹងសួរពាក់ព័ន្ធពីចូលឆ្នាំខ្មែរពេលដែលអណានឆ្លើយត្រូវមកសំណួរអូនឯងនឹងបាន5000អត់មានកំណត់នាទីអីទាំងអស់ប៉ុន្តែបើក្នុងសំណួរទាំងអស់ហ្នឹងអូនឯងគាំងត្រឹមសំណួរណាគឺអូនឯងអស់សិទ្ធិលេងទៅបន្តទៅមុខបានហើយធៀមខ្លួនហើយណាចាឥឡូវចង់តាមសំណួរទី1សួរថាតើពិធីបុណ្យចូលឆ្នាំខ្មែររបស់យើងហ្នឹងមានរយៈពេលមួយថ្ងៃ3ថ្ងៃច្បាស់អត់ច្បាស់ចម្លើយគឺត្រឹមត្រូវចាំបានមួយឥឡូវចូលដល់សំណួរទី2ណាសួរថាតើថ្ងៃទី1នៃបុណ្យចូលឆ្នាំខ្មែរគេហៅថាថ្ងៃអ្វីថ្ងៃសង្ក្រាន្តក្បាលបន្តិចទៀតសង្ក្រាន្តហ្នឹងត្រូវហើយតែមានពាក្យមុខហ្នឹងបូរៈចង់ភ្លេចបូរៈសង្ក្រាន្តអត់ទេអត់ទេខ្ញុំតទុកពេល10វិ1 2 3 សពចុកមាត់តែយកចេះនេះមួយដល់មកពេលហើយសរុបមកឆ្លើយបានតែសំណួរទី1អូខេចាត់ទុកថាយកទៅ enjoy នៅមាត់ទន្លេតោះចាសួស្តីអូនចាអូនខ្មែរត្រូវអត់ខ្មែរលែងដល់បងមិនមែនខ្មែរខ្ញុំនិយាយខ្មែរមកចេញសំណួរទី1សួរថាចូលឆ្នាំខ្មែរមានពេលប៉ុន្មានថ្ងៃមានពេល4ថ្ងៃអូនគិតម្ដងទៀតយក100ក៏អត់បានគិតអូនគិតអូ3ថ្ងៃច្បាស់ត្រូវបានមកសំណួរណាសំណួរទី2ថ្ងៃទី1នៃចូលឆ្នាំខ្មែរគេហៅថ្ងៃអីគេអត់ចាំយើងដឹងចូលឆ្នាំយើងទៅផ្ទះមកយើងអត់បានមើលថ្ងៃហ្នឹងត្រូវជាថ្ងៃអីយើងដល់ថ្ងៃ14យើងប្រយទៅស្រុកទៅអត់ទេមិនចង់និយាយថាត្រូវថ្ងៃច័ន្ទថ្ងៃអង្គារអីមែនទេមហាសង្ក្រាន្តបងចម្លើយគឺឌុកដាក់ត្រឹមត្រូវសំណួរបន្តថ្ងៃទី2ចូលឆ្នាំខ្មែរគេហៅថាថ្ងៃអីហើយគេនាំគ្នាធ្វើអីគេលេងល្បែងជាប្រៃបងជាថ្ងៃអ្វីបាត់ឃើញកាមេរ៉ាទៅភ័យទៅផ្លេចបាត់ផ្លេចបាត់ហើយបងអញ្ចឹងសរុបមកយើងត្រូវបានចំនួន2សំណួរ10យកកណ្ដាស់100ក៏បានយកកណ្ដាស់5000ក៏បានយកកណ្ដាស់1000យកកណ្ដាស់1000អូនឯងរាប់ខ្លួនដែរ10ស្លឹក1 2 3 4 5 6 7 8 9 10 11មិនមានការខ្លាញ់ឡំចឹងសិតរបស់យើងក៏អស់ដែរមកអរគុណច្រើនសំណួរទី1សួរថាតើពិធីបុណ្យចូលឆ្នាំខ្មែរយើងមានរយៈពេលប៉ុន្មានថ្ងៃ3ថ្ងៃបងចម្លើយគឺត្រឹមត្រូវយេដល់មួយសំណួរទី2សួរថាតើថ្ងៃទី1នៃបុណ្យចូលឆ្នាំខ្មែរហ្នឹងគេហៅថ្ងៃអីគេចូលឆ្នាំថ្មីបងអត់ត្រូវទេអស់ឱកាសម្ដងទៀតសង្ក្រាន្តឆ្នាំថ្មីចូលឆ្នាំសង្ក្រាន្តអត់ត្រូវទេតើអស់សិតតែ3ដងហើយហេអញ្ចឹងត្រូវមកសំណួរគឺបាន5000រៀលសួស្តីអូនភ័យអត់ភ័យតែកំភៃទៅធម្មតាត្រៀមខ្លួនហើយនៅហើយចូលឆ្នាំខ្មែររបស់យើងមានរយៈពេលប៉ុន្មានថ្ងៃ3ថ្ងៃបងច្បាស់អត់ច្បាស់ហើយអូខេអញ្ចឹងចម្លើយគឺត្រឹមត្រូវយេសំណួរទី2ថ្ងៃទី1នៃចូលឆ្នាំខ្មែរគេហៅថ្ងៃអីគេថ្ងៃសង្ក្រាន្តច្បាស់អត់គិតសិនណាគិតសិននិយាយទៅសង្ក្រាន្តហ្នឹងត្រូវហើយតែវាមាន2ព្យាង្គទៀតសង្ក្រាន្តហើយមាន2ព្យាង្គខាងមុខហ្នឹង2ព្យាង្គពីមុខសង្ក្រាន្តហ្នឹងមហាសង្ក្រាន្តអូខេយើងសរុបមកត្រូវបានសំណួរ1ឬ2ត្រូវបាន2សំណួរផ្លេចលុយអូខេតើឥឡូវដល់វាចាយលុយបងអូនកាន់ម៉ាយរៀលអរគុណបងវីដេអូនេះបញ្ចប់ត្រឹមហ្នឹងហើយបងប្អូនចង់ឲ្យខ្ញុំទេសសាកល្បងអ្វីពី Gen Z ទៀតចាំខមមិននៅខាងក្រោមវីដេអូខ្ញុំទាំងអស់គ្នាបាយបាយ